តីបងប្អូនទាំងអស់គ្នាឥឡូវនេះអ្នកគ្រូនឹងនាំបងប្អូនទៅរៀនអាននិងប្រកបពាក្យវិញម្ដងអ្នកគ្រូសង្ឃឹមនិងជឿជាក់ថាបងប្អូននឹងយកចិត្តទុកដាក់តាមដានដើម្បីចេះប្រកបអាននិងយល់នៃពាក្យបានត្រឹមត្រូវគ្រប់គ្នាចា៎ចំពោះពាក្យដំបូងគេអ្នកគ្រូសូមសួរបងប្អូនបន្តិចបើពេលបងប្អូននិយាយពីខ្លួនឯងតើបងប្អូនប្រើពាក្យអ្វីដែរចាគឺពាក្យខ្ញុំចុះបើបងប្អូននិយាយពីអ្នកណាម្នាក់វិញតើបងប្អូនប្រើពាក្យអ្វីដែរចាល្អណាស់បងប្អូនគឺប្រើពាក្យគេចាដូច្នេះពាក្យដំបូងរបស់យើងគឺពាក្យគេសូមអានជាមួយអ្នកគ្រូទាំងអស់គ្នាគេម្ដងទៀតគេចាសូមប្រកបកអេគេម្ដងទៀតកអេគេចាល្អណាស់បងប្អូនចាឥឡូវសូមបងប្អូនក្រឡេកមើលរូបភាពទាំងអស់គ្នាបងប្អូនស្គាល់ទេតើនេះគឺជារូបអ្វីចានេះគឺជារូបកែមាន់ដូចនេះពាក្យដែលអ្នកគ្រូនឹងយកមកបង្រៀនបន្ទាប់នេះគឺពាក្យថាកែសូមបងប្អូនអានជាមួយអ្នកគ្រូទាំងអស់គ្នាកែម្ដងទៀតកែចាល្អណាស់សូមបងប្អូនប្រកបជាមួយអ្នកគ្រូកអេកែម្ដងទៀតកអេកែចាល្អណាស់បងប្អូនតើបងប្អូនស្គាល់រូបនេះទេនេះជារូបអ្វីដែរចាល្អណាស់បងប្អូនគឺជារូបគោសូមបងប្អូនអានជាមួយអ្នកគ្រូទាំងអស់គ្នាគោម្ដងទៀតគោចាសូមប្រកបកអូគោម្ដងទៀតកអូគោចាល្អណាស់បងប្អូនឥឡូវសូមបងប្អូនចូលរួមមើលជាមួយអ្នកគ្រូនៅពាក្យបន្ទាប់ចាសូមបងប្អូនអានជាមួយអ្នកគ្រូទាំងអស់គ្នាគុំម្ដងទៀតគុំចាល្អណាស់បងប្អូនសូមប្រកបពាក្យគុំជាមួយអ្នកគ្រូកអ៊ុំគុំម្ដងទៀតកអ៊ុំគុំចាល្អណាស់បងប្អូនពាក្យគុំហ្នឹងគឺមានន័យថាការប៉ុនប៉ងគុំគួនទៅលើរឿងអ្វីមួយនៅពេលដែលនរណាម្នាក់ធ្វើឲ្យយើងខឹងឬបង្កជាបញ្ហាអញ្ចឹងណាបងប្អូនចាប៉ុន្តែយើងគួរតែកុំឲ្យមានការគុំគួនទើបជាការល្អចាឥឡូវសូមបងប្អូនមើលរូបភាពបន្តបងឃើញរូបភាពនេះទេតើគេកំពុងធ្វើអ្វីបងប្អូនចាល្អណាស់បងប្អូនគឺគេកំពុងតែគោះដូចនេះពាក្យដែលអ្នកគ្រូយកបង្រៀនបងប្អូនបន្ទាប់នេះគឺពាក្យគោះសូមអានជាមួយអ្នកគ្រូគោះម្ដងទៀតគោះចាល្អណាស់បងប្អូនសូមប្រកបជាមួយអ្នកគ្រូកអ៊ូគោះម្ដងទៀតកអ៊ូគោះចាល្អណាស់បងប្អូនចាឥឡូវសូមបងប្អូនមើលរូបភាពទាំងអស់គ្នាបងប្អូនឃើញសៀវភៅទាំងនេះទេចាសៀវភៅទាំងអស់ហ្នឹងច្រើនណាបងប្អូនណាចាតើគេដាក់សៀវភៅហ្នឹងយ៉ាងម៉េចដែរបងប្អូនចាពិតជាត្រឹមត្រូវបងប្អូនគឺគេដាក់សៀវភៅទាំងអស់នេះនៅកលើគ្នាដូចនេះពាក្យបន្ទាប់នេះគឺពាក្យកសូមបងប្អូនអានជាមួយអ្នកគ្រូទាំងអស់គ្នាកម្ដងទៀតកចាល្អណាស់បងប្អូនសូមប្រកបជាមួយអ្នកគ្រូកនិងរកម្ដងទៀតកនិងរកចាឥឡូវសូមបងប្អូនមើលរូបភាពបន្តតើរូបភាពនេះគេកំពុងធ្វើអ្វីបងប្អូនចាគឺកុមារីនោះកំពុងតែគូតើបងប្អូនធ្លាប់គូគំនូរដែរទេចាល្អណាស់អ្នកគ្រូជឿថាបងប្អូនធ្លាប់គូឥឡូវយើងទៅរៀនពាក្យគូជាមួយគ្នាសូមអានជាមួយអ្នកគ្រូគូម្ដងទៀតគូសូមប្រកបកអ៊ូគូនិងរគូម្ដងទៀតកអ៊ូគូនិងរគូចាល្អណាស់បងប្អូន
នៅពេលដែលបងប្អូនទៅរៀនបន្ថែមជាមួយលោកគ្រូអ្នកគ្រូនៅពេលល្ងាចឬក៏ពេលម៉ោងសម្រាកគេហៅថារៀនអ្វីដែរបងប្អូនចាពូកែមែនបងប្អូនគឺរៀនគួរចាដូចនេះពាក្យបន្ទាប់នេះគឺគួរសូមអានជាមួយអ្នកគ្រូទាំងអស់គ្នាគួរម្ដងទៀតគួរចាឥឡូវសូមប្រកបកអ៊ូគួរនិងរគួរម្ដងទៀតកអ៊ូគួរនិងរគួរចាល្អណាស់បងអូនឥឡូវបងអូនកលេចមើលទាំងអស់គ្នានេះគឺជាពាក្យបន្ទាប់ដែលយើងនឹងរៀនជាមួយគ្នាឥឡូវសូមបងប្អូនចូលរួមអានជាមួយអ្នកគ្រូណាគោបាម្ដងទៀតគោបាចាល្អណាស់បងអូនសូមប្រកបជាមួយអ្នកគ្រូកអូគោបអាបាគោបាចាម្ដងទៀតកអូគោបអាបាគោបាចាល្អណាស់បងអូនគោបាគឺជាគោបែបម៉េចបងអូនគោបាគឺជាគោដែលមានរាងមៀតខ្ពស់ធំខ្ពស់ហើយវាស្អាតជាងគោដែលយើងចិញ្ចឹមធម្មតាចាល្អណាស់បងអូនឥឡូវបងអូនទៅមើលបន្តទៀតអ្នកគ្រូនឹងបង្រៀនពាក្យបន្ទាប់ទៀតទៅកាន់បងអូនគឺជាពាក្យអ្វីដែរបងអូនសូមមើលទាំងអស់គ្នាចាល្អណាស់បងអូនគឺសាគរសូមអានជាមួយអ្នកគ្រូសាគរម្ដងទៀតសាគរចាសូមប្រកបសអាសាកនិងរកសាកម្ដងទៀតសអាសាកនិងរកសាកចាល្អណាស់បងអូនឥឡូវសូមបងប្អូនមើលរូបភាពបន្ទាប់តើបងអូនស្គាល់ទេតើវាគឺជាអ្វីដែរបងអូនចាល្អណាស់បងអូនគឺជាមើមសាគូដូចនេះពាក្យបន្ទាប់នេះគឺពាក្យសាគូសូមអានពាក្យសាគូជាមួយអ្នកគ្រូសាគូម្ដងទៀតសាគូសូមប្រកបសអាសាកអ៊ូគូសាគូចាល្អណាស់បងអូនម្ដងទៀតបងអូនសអាសាកអ៊ូគូសាគូចាឥឡូវសូមបងប្អូនមើលរូបភាពបន្ទាប់បងស្គាល់ទេតើនេះគឺជារូបអ្វីបងចាពូកែមែនបងប្អូនគឺជារូបអគារចាឥឡូវសូមអានជាមួយអ្នកគ្រូទាំងអស់គ្នាអគារអគារចាល្អណាស់បងអូនសូមប្រកបជាមួយអ្នកគ្រូអកអៀគៀនិងរគៀអគៀម្ដងទៀតអកអៀគៀនិងរគៀអគៀចាល្អណាស់បងអូនឥឡូវសូមបងប្អូនមើលពាក្យចុងក្រោយរបស់យើងទាំងអស់គ្នាតើជាពាក្យអ្វីដែរបងអូនចាគឺជាពាក្យកគីសូមអានជាមួយអ្នកគ្រូទាំងអស់គ្នាកគីម្ដងទៀតកគីចាឥឡូវសូមប្រកបជាមួយអ្នកគ្រូកកអ៊ីគីនិងរគីកគីម្ដងទៀតកកអ៊ីគីនិងរគីកគីចាពូកែមែនបងប្អូនអរគុណបងប្អូនសម្រាប់ការខំប្រឹងប្រែងរៀនអានជាមួយអ្នកគ្រូជួបអ្នកគ្រូនៅមេរៀនបន្ទាប់ទៀតសូមអរគុណ